សួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូមួយនេះខ្ញុំចង់ចែករំលែកអំពីការជ្រើសរើសមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យបាទពិសេសគឺបងប្អូនដែលកំពុងតែរៀនថ្នាក់ទី12ដែលនឹងចិត្តដល់ថ្ងៃប្រឡងដើម្បីទៅបន្តការសិក្សានៅមហាវិទ្យាល័យអញ្ចឹងបាទអញ្ចឹងខ្ញុំចង់ចែករំលែកមួយថាតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនក៏ដូចជាអ្វីដែលយើងធ្លាប់ដឹងនៅក្នុងសង្គមការងារផ្សេងៗអញ្ចឹងណាការជ្រើសរើសមុខវិជ្ជាសិក្សាគឺជាការសម្រេចចិត្តដ៏សំខាន់មួយបន្ទាប់ពីយើងបញ្ចប់ថ្នាក់វិទ្យាល័យរបស់យើងបាទអញ្ចឹងវាអាចប៉ះពាល់ដល់អាជីពអនាគតនៅឱកាសការងាររបស់យើងបាទអញ្ចឹងខ្ញុំថាវីដេអូមួយនេះនឹងជួយជាមតិយោបល់បន្ថែមខ្លះៗទៅលើអ្វីដែលបងប្អូននៅវិទ្យាល័យកំពុងតែពិបាកក្នុងការសម្រេចចិត្តបាទអញ្ចឹងទី1ដើម្បីជ្រើសមុខវិជ្ជាថាយើងចូលចិត្តមុខវិជ្ជាអីបាទអញ្ចឹងទី1យើងត្រូវដឹងថាយើងត្រូវស្គាល់ខ្លួនឯងជាមុនសិនបាទយើងត្រូវស្គាល់ខ្លួនឯងជាមុនសិនអញ្ចឹងយើងសួរមិនថាតើឥឡូវហ្នឹងតើបងប្អូនចូលចិត្តមុខវិជ្ជាអីខ្លះហើយពូកែមុខវិជ្ជាអីខ្លះហើយតើមុខវិជ្ជាណាខ្លះឬក៏អ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលយើងរៀនវាបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាបើសិនជាយើងចូលចិត្តគណិតវិទ្យាយើងចូលចិត្តកុំព្យូទ័រណាអញ្ចឹងយើងអាចជ្រើសរើសយកផ្នែក IT ឬ Software Engineering អញ្ចឹងណាបាទប៉ុន្តែវាមានលម្អិតបន្ថែមទៀតនៅពេលដែលយើងចង់ដឹងថាតើយើងគួរជ្រើសរើស IT ឬក៏អត់បាទអញ្ចឹងបើសិនជាឧទាហរណ៍ថាអូនចូលចិត្តផ្នែកគូររូបឬក៏រចនាអីផ្សេងៗដែលតាក់ទងទៅនឹងការ design ការ decor ហ្នឹងយើងអាចរៀនផ្នែកដែលតំណែងខាងផ្នែក graphic design ឬក៏ HR អីចឹងទៅបាទអញ្ចឹងបើសិនយើងចូលចិត្តនិយាយឬក៏ចូលចិត្តតំណែងយើងអាចជ្រើសរើសមុខវិជ្ជាតាក់ទងទៅនឹង marketing ឬក៏ផ្នែក media អីផ្សេងៗទី2គឺត្រូវស្វែងយល់អំពីអាជីពអនាគតរបស់យើងអញ្ចឹងយើងត្រូវគិតពីអីគេទី1យើងគិតពីការងារដែលយើងចង់ធ្វើបាទយើងចង់ធ្វើការងារបែបណាយើងចូលចិត្តការងារជាមួយមនុស្សឬជាមួយកុំព្យូទ័រយើងអាចសួរខ្លួនយើងអញ្ចឹងណាតែយើងចូលចិត្តជាលក្ខណៈការងារដែលប្រស្រ័យតាក់ទងជាមួយនឹងអ្នកនេះអ្នកនោះអីច្រើនការតំណែងជាមួយអ្នកដទៃច្រើនធ្វើយើងយល់បានច្រើនឬក៏យើងនឹងសប្បាយចិត្តអំពីការងារហ្នឹងគឺយើងអាចជ្រើសរើសយកជំនាញណាដែលតាក់ទងនឹងផ្នែកហ្នឹងបានយើងឧទាហរណ៍អញ្ចឹងបើសិនជាយើងចង់ធ្វើជាខាងវិស្វករខាងគ្រូពេទ្យគ្រូបង្រៀនកណន័យសេដ្ឋកិច្ចគឺជាជំនាញទូទៅដែលថាយើងតែងតែលើហើយត្រូវការរហូតទៀតប៉ុន្តែអាហ្នឹងយើងត្រឡប់មកវិញយើងត្រូវសួរខ្លួនឯងថាយើងបកកែផ្នែកហ្នឹងឬក៏អត់យើងសមត្ថភាពយើងអាចទៅរៀនផ្នែកហ្នឹងបានអត់យើងឧទាហរណ៍ថាផ្នែកគ្រូពេទ្យផ្នែកអីហ្នឹងមិនមែនថាយើងឧទាហរណ៍ថាយើងសមត្ថភាពការចងចាំយើងខ្សោយយើងទៅរៀនផ្នែកហ្នឹងយើងអាចនឹងអត់សូវល្អទេបាទអាចអត់សូវល្អដោយសារផ្នែកឧទាហរណ៍ផ្នែកពេទ្យផ្នែកអីហ្នឹងវាត្រូវការចងចាំច្រើនវាត្រូវការគេថាសម្រាប់គណិតវិទ្យាឬក៏ logic ឬក៏យើងដឹងស្រាប់ហើយថាផ្នែកពេទ្យផ្នែកអីត្រូវការបច្ចេកទេសច្រើនខ្ញុំមិនមែនខាងផ្នែកពេទ្យទេប៉ុន្តែខ្ញុំដឹងថាផ្នែកហ្នឹងវាត្រូវការគេថាសមត្ថភាពខ្លាំងបាទហើយផ្នែកគណនេយ្យបាទអាហ្នឹងសិតតែតាក់ទងទៅនឹងផ្នែកគណិតវិទ្យាអីផ្សេងៗអញ្ចឹងណាប៉ុន្តែមិនមែនថាតើគណិតវិទ្យាយើងខ្លាំងបើយើងរៀនផ្នែកហ្នឹងបានទេបាទព្រោះវាមានតាមកម្រិតនៃការងារនឹងរៀនខ្លួនឬក៏រៀនចង់រៀនផ្នែក IT អីចឹងទៅបាទអញ្ចឹងផ្នែក IT ក៏ដូចគ្នាដែរផ្នែក IT គឺត្រូវការបានន័យថាសមត្ថភាព logic របស់យើងខ្លាំងប៉ុន្តែក៏ដូចគ្នាដែរផ្នែក IT មានច្រើនផ្នែកសរសេរកូដចឹងទៅមានផ្នែក security បាទប្រព័ន្ធសុវត្ថិភាពអីផ្សេងៗអញ្ចឹងណាឬក៏ផ្នែកគ្រប់គ្រងទិន្នន័យអីផ្សេងៗអញ្ចឹងវាជាជំនាញគេហៅថាជំនាញខាងបច្ចេកទេសបាទបច្ចេកទេសបច្ចេកវិទ្យាអញ្ចឹងសុទ្ធតែតម្រូវឲ្យការឲ្យយើងចូលចិត្តផ្នែកបច្ចេកវិទ្យាបានយើងធ្វើទៅរួចបន្ទាប់ពីយើងដឹងថាតើយើងចូលចិត្តអីយើងចង់រៀនអីយើងត្រូវសិក្សាព័ត៌មានអំពីមុខវិជ្ជាហ្នឹងដែរយើងឧទាហរណ៍យើងឆ្លាញ់ IT យើងអាចទៅសិក្សាមើលថាអូ IT រៀនពីអីខ្លះយើងមានរៀនពីអីខ្លះហើយយើងនឹងខ្លាយទៅជាអ្វីបើយើងរៀនពី business administration អញ្ចឹងតើយើងរៀនអីខ្លះបាទយើងអាចរៀន management marketing ឬក៏ផ្នែកផ្សេងៗទៀតអញ្ចឹងទៅយើងអាចទៅសិក្សាមើលតាម website សាកលវិទ្យាល័យឬក៏យើងអាច search តាម Google ឬក៏យើងអាច search តាម AI ផ្សេងៗបានបាទឧទាហរណ៍ ChatGPT ឬក៏អីអញ្ចឹងបាទអញ្ចឹងមួយទៀតយើងត្រូវគិតពីទីផ្សារការងារបាទគិតពីទីផ្សារការងារហ្នឹងមិនដែរយើងត្រូវដឹងថាមុខជំនាញដែលយើងរៀនឥឡូវហ្នឹងណាគឺយើងយកទៅប្រើប្រាស់នៅក្នុង3ទៅ4ឆ្នាំឬក៏5ឆ្នាំទៅមុខអញ្ចឹងយើងមើលថាអូខេតើយើងអាចសិក្សាបានដែរថាតើយើងមុខជំនាញហ្នឹងថាទីផ្សារអនាគតវាត្រូវការខ្លាំងអត់មិនបានន័យថាជួនកាលគេត្រូវការឥឡូវហ្នឹងទីផ្សារឥឡូវត្រូវការតែ4-5ឆ្នាំទៀតអត់ប្រកាសថាគេត្រូវការខ្លាំងទេបាទព្រោះថាអ្នកដែលរៀនចប់ឆ្នាំហ្នឹងឆ្នាំក្រោយហ្នឹងគាត់ចូលអស់ហើយជួនកាលទីផ្សារហ្នឹងវាអត់បានធំដល់ពេលយើងចេញទៅគឺគេពេញទីផ្សារអស់ស្រាប់តែយើងរៀនចប់យើងថាអត់សូវមានការងារធ្វើជួនកាលយើងសិក្សាពីទីផ្សារដែលថាឱកាសការងារហ្នឹងដែលនឹងថ្ងៃអនាគតនឹងត្រូវការអីហ្នឹងយើងអាច research មើលហើយប៉ុន្តែវាអាចអត់គ្រប់ជ្រុងជ្រោយអញ្ចឹងយើងអាចរកយោបល់បន្ថែមទៀតខ្ញុំជឿថាឲ្យតែយើងរកតែតែមានអញ្ចឹងយើងឧទាហរណ៍ថាយើងអាចសួរទៅលោកគ្រូអ្នកគ្រូរបស់យើងព្រោះថាគាត់មានកូនសិស្សមកច្រើនឆ្នាំហើយអញ្ចឹងសិស្សច្បងរបស់យើងសិតតែនៅបន្តតំណែងមួយគាត់អញ្ចឹងយើងអាចតំណែងជាមួយលោកគ្រូអ្នកគ្រូរបស់យើងអាចសុំសួរគាត់អញ្ចឹងទៅហើយយើងអាចសួរថាតាមរយៈការគាត់
បរៀនយើងមករហូតមកគាត់ឃើញពីសមត្ថភាពរបស់យើងហើយថាសមត្ថភាពរបស់យើងមិនណាអញ្ចឹងយើងអាចសួរទៅថាយើងអាចសួរទៅគាត់ទៅថាមុខជានេះពិបាកទេបើមើលទៅសមត្ថភាពយើងអាចទៅបានអត់ហើយដល់ពេលការងារដែលធ្វើហ្នឹងបើរៀនមុខជំនាញហ្នឹងទៅការងារធ្វើអីគេអញ្ចឹងយើងអាចសួរទៅលោកគ្រូអ្នកគ្រូសិស្សនិស្សិតសិស្សច្បងដែលគាត់កំពុងរៀនឬក៏បានចេញធ្វើការហើយបើអ្នកដែលគាត់ចេញធ្វើការហើយអាហ្នឹងរត់តែល្អទេដោយសារគាត់មានកំពុងតែមានបទពិសោធន៍នៅក្នុង field ហ្នឹងនៅក្នុងផ្នែកហ្នឹងចំណុចមួយទៀតបាទចំណុចមួយទៀតដែលយើងត្រូវសាកល្បងមុនយើងសម្រេចចិត្តយើងសាកល្បងមិនទៅព្រោះមុខវិជ្ជាខ្លះបើយើងសួរថាអូខេបងយើងសាកល្បងមិនទៅបើយើងមុខវិជ្ជាយើងអត់បានរៀនហ្នឹងអូខេឥឡូវនេះយើងមានបណ្ដាញច្រើនមែនតើយើងត្រូវដឹងថា YouTube ក៏ដោយ Facebook ក៏ដោយ Google ក៏ដោយ AI ក៏ដោយអញ្ចឹងយើងចង់សួរអីសង្កត់ថាតន្ន័យដែលយើងសួរហ្នឹងគឺមានច្រើនមែនតើអញ្ចឹងវាអត់ខ្វះទេវាអត់ខ្វះដូច10 20ឆ្នាំមុនទេយើងសួរថាយើងឧទាហរណ៍យើងចង់រៀន IT អញ្ចឹងយើងសាកល្បងរៀន coding អីតិចទៅបើសិនយើងមាន computer យើងមានអីអញ្ចឹងណាឬក៏សង្កត់ថាមានពេលខ្លះយើងមានទូរស័ព្ទមួយក៏យើងអាចសាកល្បងរៀន coding បានដែរយើងអាចមើលតាម YouTube យើងមើលតាម YouTube មើលតាម search តាម AI ទៅថាយើងរៀនបែបម៉េចអីចឹងណាហើយបើសិនយើងចង់រៀន design យើងសាកល្បងប្រើ Photoshop អីចឹងទៅឬក៏កម្មវិធីអីផ្សេងៗដែលយើងអាច design រូបភាពអីបានណាមានវិធីច្រើនមែនតើបើសិនជាយើងចង់អ្នកខ្លះគាត់ចង់ចូលចិត្តធ្វើលក្ខណៈ content online ឬក៏មិនអីចឹងទៅយើងអាចសាកល្បងបានសាកល្បងព្រោះយើងអត់ទាន់ដល់ថាសាកល្បងទៅយើងបរាជ័យទាំងស្រុងយើងអាចដាក់កោតឈរបានឬក៏មិនយើងអាចសាកល្បងបានកុំឲ្យតែប៉ះពាល់បែរថាកុំឲ្យតែខុសច្បាប់ទៅបានយើងនិយាយងាយបាទមួយទៀតបានន័យថាអញ្ចឹងយើងកុំខ្លាចក្នុងការផ្លាស់ប្ដូរមិនខ្ញុំឧទាហរណ៍ថាឥឡូវហ្នឹងយើងសម្រេចចិត្តថាយើងរៀនផ្នែក accounting ប៉ុន្តែយើងរៀនទៅយើងគិតថាអូដូចជាអត់សូវចាប់អារម្មណ៍នៅក្នុងផ្នែកហ្នឹងអញ្ចឹងយើងអាចសាកល្បងបដូរទៅឬសាកល្បងទៅរកជំនាញណាផ្សេងដែលយើងចូលចិត្តព្រោះជួនកាលយើងថាយើងអត់ចូលចិត្តជំនាញហ្នឹងប៉ុន្តែយើងទៅមើលជំនាញផ្សេងយើងកាន់តែអត់ចូលចិត្តជំនាញផ្សេងហ្នឹងទៀតអាហ្នឹងសត្វតែមានណាបាទអញ្ចឹងយើងអាចសាកល្បងហើយបើសិនយើងពិតជាមិនចូលចិត្តជំនាញហ្នឹងមែនយើងអាចបដូរទៅជំនាញផ្សេងទៀតវាអត់ជាបញ្ហាទេព្រោះថាអីគេនោះយើងតឹងថាកម្រមានអ្នកណាខ្លះដែលថាដឹងច្បាស់ពីខ្លួនឯង 100% ថាពិតជាចង់រៀនជំនាញហ្នឹងមែនហើយរៀនហើយធ្វើទៅបានល្អបានជោគជ័យអីមិនអត់មានអ្នកណាដឹងច្បាស់ខ្លាំងទេមានដែរគាត់ដោយសារគាត់សមត្ថភាពខ្លួនឯងខ្លាំងហ្មងប៉ុន្តែជាច្រើនទាំងខ្ញុំទាំងគេទាំងមិត្តភ័ក្តិទាំងអីយើងថាយើងស្រឡាញ់មុខវិជ្ជាហ្នឹងឯងប៉ុន្តែតាមពិតយើងពិតជាស្រឡាញ់មុខវិជ្ជាហ្នឹងពិតប្រាកដមែនឬក៏យើងអាចធ្វើទៅរួចមុខវិជ្ជាហ្នឹងកាត់អត់ហ្នឹងមិនប្រាកដទេតើសាកមិនដឹងបាទតើសាកមិនដឹងប៉ុន្តែដើម្បីឲ្យយើងកាន់តែជ្រើសរើសកាន់តែច្បាស់កាន់តែចំគឺយើងត្រូវស្វែងយល់ឲ្យបានកាន់តែច្រើនតាមរយៈការតំណែងជាមួយគ្រូក៏ដោយជាមួយសិស្សច្បងក៏ដោយសួរទៅក្នុងអ្នកដែលគេចែករំលែកបានអ្នកដែលចែករំលែកចំណេះដឹងផ្សេងបងប្អូនក៏អាចសួរមកក្នុង page ឬក៏ channel របស់ខាងបងដែររបស់ខ្ញុំដែរសួរទៅបើសិនជាអ្វីដែលខ្ញុំអាចចែករំលែកបានខ្ញុំនឹងចែករំលែកព្រោះថាខ្ញុំគិតថាការចែករំលែកវាជារឿងសំខាន់មិនពេលដែលខ្ញុំដើរខ្លួនឯងខ្ញុំជួបឧបសគ្គច្រើនខ្ញុំរកវិធីដើម្បីដោះស្រាយហ្នឹងតែបើសិនជាយើងមុនយើងដើរយើងដឹងថាអូពេលយើងដើរយើងអាចនឹងមានឧបសគ្គខ្លះហើយអញ្ចឹងនៅពេលដែលយើងដឹងអាហ្នឹងយើងកាត់បន្ថយពេលវេលានៅក្នុងការដោះស្រាយបញ្ហាឧបសគ្គហ្នឹងយើងអាចនឹងជួបឧបសគ្គផ្សេងទៀតណាយើងអាចនឹងជួបបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយក្នុងជីវិតរបស់យើងតែថាសម័យកាន់តែវិវត្តទៅគឺការប្រើប្រាស់ពេលវេលាការចំណាយពេលវេលាត្រូវធ្វើម៉េចឲ្យកាន់តែមានប្រសិទ្ធភាពអញ្ចឹងបើថាប្រសិទ្ធភាពការងារវាអាស្រ័យទៅលើចំណេះដឹងរបស់យើងរៀនបានច្រើនយើងសិក្សាបានច្រើនពីជុំវិញខ្លួនយើងបានកម្រិតណាគឺយើងកាន់តែដឹងច្បាស់ពីខ្លួនយើងក្នុងកម្រិតនោះហើយមួយទៀតយើងធ្វើម៉េចដើម្បីឲ្យបានជោគជ័យមិនខ្ញុំនិយាយថាជោគជ័យនេះមិនមែនលក្ខណៈថាតើតែមានលុយច្រើនហូរហៀឬក៏តើតែលើសគេលេខ1 top 1ឬអ្វីអត់ទេនៅពេលដែលយើងធ្វើអ្វីដែលយើងចូលចិត្តយើងរៀនអ្វីដែលយើងចូលចិត្តយើងចេញធ្វើការមានការងារដែលយើងពេញចិត្តយើងស្រឡាញ់នឹងការងារនោះអត្ថប្រយោជន៍បានមកវិញសមស្របអូខេអាហ្នឹងវាជាជោគជ័យមួយសម្រាប់ជីវិតរបស់យើងអញ្ចឹងយើងធ្វើម៉េចពេលខ្លះការជ្រើសរើសហ្នឹងវាអាចមានរងសម្ពាធពីគ្រួសារឬក៏មិត្តភ័ក្តិឬក៏បរិស្ថានជុំវិញរបស់យើងណាប៉ុន្តែតាមរយៈដែលយើងដឹងពីតន្ន័យជុំវិញខ្លួនយើងហ្នឹងបាទតន្ន័យផ្សេងហ្នឹងយើងដឹងពីតាមអ៊ីនធឺណិតក៏ដោយតាមរយៈការចែករំលែកក៏ដោយអាហ្នឹងគឺវាជួយយើងបានច្រើនក្នុងការធ្វើឲ្យយើងសម្រេចចិត្តបានកាន់តែត្រូវអាហ្នឹងដូចអញ្ចឹងណាដូចថាយើងនៅពេលដែលយើងតឯងនៅពេលដែលកំណត់យើងតឯងមួយយើងទាយថាផ្លូវហ្នឹងយើងដើរទៅត្រូវហើយប៉ុន្តែវាអាចអត់នឹងត្រូវហើយប៉ុន្តែនៅពេលដែលមានគ្នាច្រើនឬក៏មតិច្រើននៅជុំវិញហ្នឹងបើយើងដឹងកាន់តែច្រើនបាទព្រោះយើងខ្លួនឯងយើងកើតមកគ្មានបណ្ណាម្នាក់កើតមកស្ពាយសញ្ញាបត្រមកឯងយើងទេអ្នកទៅរៀនដើម្បីបានអាហ្នឹងហើយយើងកើតមកក៏មិនមកទាំងសមត្ថភាពថាចេះស្អីគ្រប់បែបយ៉ាងដែរគឺសិតតែយើងរៀនតាមក្រោយទេអ្នកដែលគាត់មានសមត្ថភាពខ្លាំងគាត់ដែលគាត់ដោះស្រាយបញ្ហាបានច្រើនបានខ្លាំងបានល្អចំណាអញ្ចឹងដោយសារបទពិសោធន៍របស់គាត់ដែលគាត់សំម្ដងបន្តិចបាទបូកគប់ជាមួយនឹងអាចផ្ដល់ជាគេហៅថាជាមតិយោបល់
ជាគំនិតខ្លះក្នុងការសម្រេចចិត្តបាទហើយខ្ញុំសង្ឃឹមថាបងប្អូនឃើញវីដេអូនេះក្នុង channel YouTube ឬក៏ Facebook ឬក៏ TikTok អីបងប្អូនអាច comment នៅខាងក្រោមបានពីចម្ងល់ឬក៏ពីអ្វីដែលថាចង់ដឹងណាព្រោះថាខ្ញុំជឿថាខ្ញុំមិនអាចឆ្លើយបានទាំងអស់ទេប៉ុន្តែខ្ញុំនឹងឆ្លើយតាមបទពិសោធន៍និងសមត្ថភាពដែលខ្ញុំមានហើយខ្ញុំសង្ឃឹមថាបងប្អូនផ្សេងទៀតដែលគាត់ដឹងពីចម្លើយដែលបងប្អូនចង់សួរហ្នឹងអាច comment ឆ្លើយតបនៅខាងក្រោមនឹងបានដូចគ្នាបាទអញ្ចឹងអរគុណច្រើនបាទជួបគ្នាវីដេអូលើកក្រោយអរគុណ